ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំបានឃ្លោកដែលដាំបងប្អូនទាំងអស់គ្នាយកវាមកស្លម្ជូរបងប្អូនជាមួយត្រីរ៉ស់មួយក្បាលហ្នឹងបងប្អូនស្លម្ជូរជាមួយក្បាស់អំពិលបងប្អូនទាំងអស់គ្នានេះក្បាស់អំពិលនេះគឺខ្ញុំបេះនៅក្រោយផ្ទះបងប្អូនហើយចំពោះឃ្លោកនេះគឺឃ្លោកដាំខ្លួនឯងបងប្អូនចិត្តសបកលេងទឹកលេងអីស្អាតហើយបងប្អូនយើងធ្វើការហាន់វាជិបទៅបងប្អូនទាំងអស់គ្នាងាយហើយលឿនមែនទែនបងប្អូនទាំងអស់គ្នាឃ្លោកស្ពេចយើងស្លនេះគឺយើងចាត់វាច្រវាមូលណាបងប្អូនចាត់វារៀងធំតិចបងប្អូនកុំឲ្យវាស្វិតទៅវាតូចពេកវាខ្លាចវាលាយអស់ចឹងបងប្អូនវាអត់ឆ្ងាញ់ហើយយើងពេលយើងស្លយើងកុំបង់វាយូរពេកបងប្អូនដាក់វាតែមួយផ្លែតទៅគឺយើងបិទហ្គាសបិទអីទៅបងប្អូនទាំងអស់គ្នាទុកយូរពេកអាលុយគឺយើងហូបអត់កើតទេវាបាត់រសជាតិដើមបងប្អូនណាបងប្អូននេះយើងហាន់វាបែបហ្នឹងមកចិត្តហាន់វាចឹងមកជាច្រវាមូលបងប្អូនហាន់វារៀងធំតិចណាកុំហាន់វាតូចពេកបងប្អូនមកយើងហាន់ទៅក្នុងលក្ខណៈជាឆាអញ្ចឹងយើងពុះវាចឹងមកយើងហាន់វាបងប្អូនរៀងធំបន្តិចបងប្អូនណាបែបហ្នឹងមកបងប្អូនចង់ហាន់ធំជាងខ្ញុំតិចក៏បានដែរតែខ្ញុំគិតថាប៉ុណ្ណឹងគឺល្មមមើលទៅវាតំណងអញ្ចឹងបងប្អូននេះគឺខ្ញុំហាន់ជប់ចូលបងប្អូនអូយឃ្លោកស្រែបងប្អូនហើយឆ្ងាញ់មកឡើងផ្អែមស្លមិនបាច់ដាក់ស្ករក៏ឆ្ងាញ់ដែរបងប្អូនអរគ្នាណាមួយខ្ញុំអត់សូវចូលចិត្តស្ករបងប្អូននេះរសជាតិគឺអែមបងប្អូនអរគ្នាគឺឆ្ងាញ់មែនតើហើយយើងបានរបស់ដែលយើងដាំខូចយើងបានផលចឹងអំពើបងប្អូនអរគ្នានេះយើងបងប្អូនហាន់វាប៉ុណ្្នឹងមកតបមកយើងធ្វើការកាត់កង់ទៅរ៉ស់របស់យើងបងប្អូនយើងកាត់កង់វាបងប្អូនត្រីនេះពងតិចណាបងប្អូនពងត្រីស្រែយើងហ្នឹងបងប្អូនអរគ្នាឆ្ងាញ់បងប្អូនតបយើងកាត់កង់កាត់អីវាដល់ហើយយើងទឹកពុះយើងបង់ត្រីចូលបងប្អូនហើយចូលប្រហុកបងប្អូនចូលមួយរងហើយយើងបង់បន្លែយើងចូលបន្លែនេះយើងដាក់តែមកពុះបានណាបងប្អូនដាក់តែមកពុះគឺវាមកល្មមមកហើយម្ជូរនេះគឺយើងបាំ7បងប្អូនខ្ញុំហៅតែម្ជូរយើងហាន់វាបងប្អូនហាន់វាតូចណាបងប្អូនហាន់ឲ្យម៉ត់ណាបងប្អូនហើយមានអមមានអីដាក់ពីលើម្រះព្រៅក៏បានបងប្អូនអូឆ្ងាញ់ណាស់បងប្អូនដាក់មកទេហឹលគឺអែមមែនតើបងប្អូនអរគ្នាបាយមួយឆ្នាំងហូបតែម្នាក់ឯងក៏បានដែរបងប្អូនកាត់វាចឹងមកហាន់វាឲ្យម៉ត់នេះមានអមក្រៀមបងប្អូនអរគ្នាដាក់អមក្រៀមដោយសារតែអាស្រស់ហ្នឹងគឺវាអស់ហើយបងប្អូនហើយលឿនចាប់បានហូបបងប្អូនអរគ្នាតែផ្លែបានហូបហើយយើងបងចូលបិទខេះជាការស្អាតបងប្អូនអាចសាច់បងធ្វើបានណាឆ្ងាញ់រសជាតិអែបងប្អូនហើយអួយហ្មងឆ្ងាញ់បងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អបងប្អូនកុំភ្លេចជួយ Subscribe វីដេអូរបស់ខ្ញុំផងchannel YouTube របស់ខ្ញុំក៏មានដែរបងប្អូន